Bàសួស្តីវីដេអូនេះលោកគ្រូនឹងបាទមកពន្យល់ពីបាទការដាក់កន្សោមជាផលគុណកត្តាដោយសារមានបងប្អូនយើងភាគច្រើនអត់សូវប្រកែទេហើយលោកគ្រូលើកយកវិធីសាស្ត្រពីរវិធីសាស្ត្រទី1គឺវិធីគុណខ្វែងហើយវិធីសាស្ត្រទី2នោះគឺវិធីបំពេញនិងបន្ថយតួដើម្បីដាក់ជាផលគុណកត្តាឥឡូវតោះកុំឲ្យខាត់ពេលវេលាយូរយើងចេញពីវិធីគុណខ្វែងទៅមុនវិធីគុណខ្វែងគ្នាយើងមើលការដាក់កន្សោមតាមវិធីគុណខ្វែងនេះគ្នាយើងសង្កេតមើលតួខាងដើមហើយនិងតួខាងចុងដោយគ្នាយើងគ្រាន់តែមើលសម្រាប់បាទតួខាងដើមយើងនេះx ការ៉េនេះយើងគិតមើលថាតើមានបាទស្អីគេគុណនឹងស្អីគេដែលចេញ x ការ៉េអញ្ចឹង x ការ៉េយើងមានបាទ x គុណហើយគុណនឹង x គេទៅសេ x ខាងលើខាងក្រោមអញ្ចឹងគេអានថា x គុណនឹង x ណាអញ្ចឹង x គុណនឹង x នេះចេញ x ការ៉េដល់ពេលយើងមើលដក7បាទដក7យើងមើលតើដក7នេះវាមានប្រមាណគុណនឹងប្រមាណខ្លះដែលស្មើនឹងដក7អញ្ចឹងយើងគិតទៅមានបាទដក1គុណនឹង7បាទមានដក7គុណនឹង1មានតែ2នឹងទេណាអញ្ចឹងគ្រូជ្រើសរើសយកដក7គុណនឹង1សាកល្បងសិនយើងមើលអញ្ចឹងដល់ពេលយើងគុណខ្វែងយើងដាក់សញ្ញាព្រួយមកក្រោមហើយអានេះមកនេះណាអញ្ចឹងយើងគុណមកដក7គុណនឹង x យើងបានដក 7x ហើយ x គុណនឹង1យើងមើលបាន 1x ប៉ុន្តែសញ្ញាវានៅពីមុខ1នេះក៏ជាសញ្ញាបូកនៅមុខ x នេះគឺជាសញ្ញាបូកអញ្ចឹងបានន័យថាកន្លែងនេះក៏បានបូកដែរហើយគ្នាយើងមើលនៅពេលយើងគុណខ្វែងហើយលទ្ធផលនៃការបូកដករបស់យើងដែលវាចេញស្មើនឹងតួកណ្ដាលនេះវិញអត់ចឹងយើងមើលដក 7x បូកជាមួយនឹង x វាស្មើជាមួយនឹងដក 6x បាទដូចគ្នាតួកណ្ដាលទេបាទដូចណាឃើញទេដូចអញ្ចឹងបើដូចហើយយើងបានន័យថាយើងអាចដាក់វាជាផលគុណកត្តាបានហើយគ្នាយើងមើលមកជួរដេកដែលលោកគ្រូគូហុំនេះដាក់បាទវងនេះវាស្មើនឹងមកកតាអញ្ចឹងអាចទៅសេបានទៅជា x បាទដក7កតាឲ្យឃើញទេក្រោមនេះមកជួរដេកនេះវាស្មើនឹងមកកតាដែរប៉ុន្តែដោយសារនៅពីមុខលេខ1របស់យើងនេះបាទអត់មានសញ្ញាដែលវាសញ្ញាបូកអញ្ចឹងហើយយើងបាន x បូកបាទបូក1អញ្ចឹងបាទនេះគឺជាបាទចម្លើយរបស់យើងសម្រាប់វិធីគុណខ្វែងណានេះវិធីគុណខ្វែងយើងចូលមកវិធីទី2គឺវិធីបំពេញនិងបន្ថយតួវិធីបំពេញនិងបន្ថយតួនេះគឺយើងត្រូវបូកថែមគឺយើងណាបូកថែមមិនយើងមកមើលបូកថែមយើងមើលនេះគេបូកថែមនេះតួនេះពាក្យកណ្ដាលតួហ្នឹងលើកជាការ៉េអញ្ចឹងយើងមាន x ការ៉េយើងសេឡើងវិញមកបូកជាមួយនឹង 2x បូកជាមួយនឹងកន្លែងនេះបូកថែមដល់គ្នាយើងបូកថែមមកនេះយើងមើលបាទយើងបូកថែមនៅកន្លែងនេះលោកគ្រូសុំដាក់វាពណ៌ផ្សេងឲ្យស្រួលសម្គាល់អានេះបូកថែមពេលយើងបូកថែមកន្លែងនេះគឺយើងយកអាតួរបស់យើងនេះអាតួនេះបូកថែមអាពាក្យកណ្ដាលហ្នឹងចែកជា2ហើយលើកជាការ៉េបានន័យថាយើងយកនេះយក2ចែកនឹង2ទៅលើកជាការ៉េអញ្ចឹងយើងបានកន្លែងនេះយើងបាន2ចែក2បាន1អញ្ចឹងបានរបស់យើងបូកថែមគឺបូកថែម1ការ៉េហើយដោយសារយើងបូកថែម1ការ៉េវាលើសអញ្ចឹងយើងដក1ឲ្យគេវិញ1ការ៉េគេវិញហើយដក3ដក3នេះបាទគ្នាយើងគ្រូសុំដាក់អត់ឲ្យពណ៌ក្រហមទេព្រោះយើងអានេះបោះវាប្រធានដើមទេអត់ពាក់ពណ៌នេះទេចឹងគ្រូដក3វិញអីយ៉ាទោះចាំតិចបាទដក3វិញបាទនេះណាចឹងកន្លែងក្រហមនេះបញ្ជាក់ថាលោកគ្រូបូកថែមមិញចឹងបូកថែម1ដក1វិញហើយគ្នាយើងមើលកន្លែងនេះគ្រូដាក់សម្រាប់បូកកញ្ចក់ឲ្យពួកយើងងាយមើលអានេះកន្លែងបូកកញ្ចក់នេះគឺយើងសង្កេតឃើញថាវាចូលទៅក្នុងរូបមន្ត a បូក b លើកជាការ៉េឃើញទេចានេះគឺយើងអាចទៅសេបានទៅជា x បូកបាទ1ទាំងអស់លើកជាការ៉េហើយអាក្រោយនេះយើងបានដក1ដក3វាស្មើជាមួយនឹងអីគឺយើងអាចទៅសេបានទៅជា x បូក1បាទលើកជាការ៉េដកជាមួយនឹង4នេះដែលវាស្មើជាមួយនឹងអីអានេះយើងបាន x បូក1លើកជាការ៉េដក2ការ៉េអញ្ចឹងខាងក្រោយ x បូក1លើកជាការ៉េដក2ការ៉េនេះអានេះវាចូលរូបមន្ត a ការ៉េដក b ការ៉េមកតង់ទៀតដែលរូបមន្ត a ការ៉េដក b ការ៉េយើងដឹងស្រាប់តែវាស្មើអីនេះយើងបាទa ការ៉េដក b ការ៉េគ្រូសុំសរសេរកន្លែងនេះឲ្យមើលបាទ a ការ៉េដក b ការ៉េអញ្ចឹងវាស្មើជាមួយនឹង a ដក b កតាឲ្យ a បូក b នេះណាបូក b បាទវារៀងនេះតិចគ្រូសុំសរសេរឲ្យសេវាឆ្លាស់តិចណាអូខេយើងមើលថារូបមន្តហ្នឹងវាមិនអញ្ចឹងអានេះ
a ការ៉េបាទដក b ការ៉េស្មើជាមួយនឹង a ដក b កតាឲ្យ a បូក b ឃើញទេនេះអញ្ចឹងអាផ្នែកខាងក្រោយយើងនេះអាកន្លែងនេះកន្លែងបន្ទាត់នេះណានេះយើងឃើញនេះពី x បូក1លើកជាការ៉េដកជាមួយនឹង2ការ៉េដែល x បូក1នេះដើរតួជាតួ a នេះតួ a ហើយអានេះណាដើរតួជាតួ a ដល់ពេលអា2ក្រោយនេះដើរតួជាតួ b អញ្ចឹងយើងអាចស្មើបានទៅជាអីយើងស្មើតទៀតទៅបាទគូសម្ដាក់គ្នាអញ្ចឹងបាន a ដក b អញ្ចឹង a របស់យើងនេះគឺ x បូក1ដើរតួជា a ឃើញទេដកជាមួយនឹង b យើងដក2ហើយបិទគ្នាវិញហើយយើងបានទៅទៀតបាទ a បូក b អញ្ចឹង x បូក1អានេះ x បូក1thìយើងលោកយើងមើលអក្សរគូសុំសៀនឡើងវិញអានេះបាទអានេះ a ដក b អញ្ចឹងបាន x បូក1ដកជាមួយនឹង2បាទនេះអញ្ចឹងយើងឃើញថាអានេះយើងអាចស៊ីសងបានលោកគ្រូបាន x បាទដក1កតាឲ្យអាក្រោយនេះយើងបានអានេះបូកហើយយើងសុំទោសអានេះបូកចានេះបាន x ព្រោះ a បូក b អញ្ចឹងអានេះបាន x បូក3បាទនេះអញ្ចឹងនេះគឺជាចម្លើយរបស់យើងដែលយើងដោះស្រាយឃើញមិញណាមានប៉ុណ្ណឹងបាទចម្លើយអញ្ចឹងបាទចុងក្រោយចម្លើយវាប៉ុណ្ណឹងបាទអរគុណនេះគឺជាវិធីក្នុងការដាក់ជាផលគុណកតាបាទសម្រាប់គ្នាយើងដែលចង់ចេះគ្នាយើងឃើញហើយបាទមានតែពីរវិធីនេះគ្រូបង្ហាញក្នុងវីដេអូនេះចាំជួបគ្នានៅវីដេអូក្រោយនៅវិធីផ្សេងទៀតអរគុណច្រើនណាជួបគ្នានៅវីដេអូក្រោយ